អញ្ញាធម៌មានកម្ពុជាចេញមកបញ្ជាក់ថាគម្រោងបោសសម្អាតមានក្នុងទំហំផ្ទៃដីមានជាង41គីឡូម៉ែត្រការ៉េគឺស្ថិតនៅក្នុងភូមិឃុំស្រុកក្នុងខេត្តមិនជាប់នឹងឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជាថៃទេហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជាអញ្ញាធម៌មានកម្ពុជានៅរសៀលថ្ងៃទី5ខែតុលាឆ្នាំ2025នេះបានចេញមកបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានដឹងថាថ្មីនេះគម្រោងបោសសម្អាតមានដែលអាជ្ញាធរមានតាំងនាមឲ្យរាជរដ្ឋាភិបាលប្រគល់ជូនកងទ័ពជើងគោកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងអង្គភាពស៊ីម៉ាក់កាលពីថ្ងៃទី2ខែតុលាឆ្នាំ2025ក្នុងទំហំផ្ទៃដីមានចំនួនជាង41គីឡូម៉ែត្រការ៉េនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃគឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅបម្រើផលប្រយោជន៍ប្រជាជនកម្ពុជានិងស្ថិតនៅក្នុងភូមិឃុំស្រុកក្នុងខេត្តមិនជាប់នឹងឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជាថៃទេអញ្ញាធម៌មានកម្ពុជាបានបញ្ជាក់ថាគម្រោងបោសសម្អាតមាននេះរាជរដ្ឋាភិបាលមានផែនការបោសសម្អាតជាយូរឆ្នាំមកហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណុំពររបស់ភាគីថៃនិងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជាថៃទេគម្រោងបោសសម្អាតមាននេះគាំទ្រដល់គោលបំណងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការផ្ដល់ដីសុវត្ថិភាពផ្ដល់ក្តីសង្ឃឹមការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជានិងដើម្បីអនាគតមួយកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជាយើងអញ្ញាធម៌មានកម្ពុជាបានបង្ហាញសេចក្តីសមរម្យរីករាយនិងគោរពនៅឧត្តមគតិស្នេហាជាតិរបស់បងប្អូនប្រជាជនកម្ពុជាយើង